នៅក្នុងគ្រាដ៏លំបាកនេះបងប្អូនខ្មែរយើងមួយចំនួននៅមិនចុះសម្រុងនឹងគ្នានៅឡើយជាពិសេសគឺអ្នកដែលនៅក្រៅស្រុកជេរប្រមាថមើលងាយប្រមុខដឹកនាំរបស់យើងទាំងដែលប្រមុខដឹកនាំគាត់កំពុងតែហត់នឿយទាំងកាយទាំងចិត្តមិនបានសម្រាប់ហូបចុកគ្រប់គ្រាន់ហើយខ្លួនឯងនៅក្រៅស្រុកបានត្រឹមតែអង្គុយនៅក្នុងមុខកាមេរ៉ាហើយអុចអាលឲ្យខ្មែរនឹងខ្មែរឆ្លោះបែកបាក់ហើយហុចដងដាវឲ្យទៅកាន់ចៅឆ្លៀនពៀនឃើញមកក្រុមហ្នឹងអត់មានណាទេខ្ញុំមិនចាំបាច់ចេញឈ្មោះមកទេប៉ុន្តែបងប្អូនខ្មែរយើងនៅក្នុងស្រុកគឺយើងត្រូវតែរួមសាមគ្គីគ្នាយល់ចិត្តគ្នានៅពេលហ្នឹងជួយអ្វីដែលអាចជួយទៅបានតាមសមត្ថភាពតាមលទ្ធភាពកុំបែកបាក់ផ្ទៃក្នុងដោយសារតែមនុស្សមកក្តាប់តូចនៅក្រៅស្រុកឆ្កែព្រោះមិនដែលខាំទេអញ្ចឹងអ្នកនៅក្រៅស្រុកមួយចំនួនមួយក្តាប់គឺបានកំពុងតែហុចដងដាវឲ្យទៅកាន់សត្រូវដើម្បីឲ្យមកវាយបំបែកផ្ទៃក្នុងខ្មែរយើងឲ្យខ្មែរយើងបែកបាក់ផ្ទៃក្នុងសង្ឃឹមថាបងប្អូនខ្មែរយើងគឺនឹងរឹងមាំឆ្លាតឆ្លៀសដោយប្រមុខដឹកនាំរបស់យើងដែលនៅពេលនេះកំពុងតែដើរផ្លូវទាំងព្រមទាំងផ្លូវសង្គ្រាមរៀបចំប្រយុទ្ធដើម្បីទប់ទល់វាយបកជាមួយសត្រូវហើយនឹងផ្លូវការទូតសម្ដេចហ៊ុនសែនដែលយើងហៅសម្ដេចពុកគឺគាត់បានរៀបចំក្បួនយ៉ាងម៉េចដើម្បីទប់ជាមួយនឹងសត្រូវហើយសម្ដេចបវរធិបតីហ៊ុនម៉ាណែតគឺរៀបចំក្បួនផ្លូវការទូតដើម្បីច្បាំងអញ្ចឹងនៅក្នុងពេលនេះអ្វីដែលថៃឆ្ងល់ថាហេតុអីបានជាធ្វើខ្មែរមិនបែកហេតុអីបានជាខ្មែរមិនបែកកាន់តែបុកខ្លាំងខ្មែរកាន់តែខ្លាំងអញ្ចឹងហេតុផលអត់មានអីច្រើនទេបងប្អូនគឺសាមគ្គីនឹងឯងសម្បីពុទ្ធក៏សម្ដែងដែរពុទ្ធថាម៉េចសុខាសង្ឃាសសាមគ្គីបើក្រុមពួកគឺប្រមូលរួមគ្នាសាមគ្គីរមែងនាំមកនៅសេចក្តីសុខនឹងឯងអញ្ចឹងគ្មានអីក្រៅពីការសាមគ្គីគ្នាទេបងប្អូនទាំងអស់គ្នាត្រូវចាប់ដៃគ្នារួមគំនិតគ្នាតែមួយនៅពេលនេះប្រទេសជាតិត្រូវការយើងប្រទេសជាតិមិនអាចអត់ពួកយើងបានទេនៅពេលនេះកាន់តែពិសេសយើងគឺជាតបជួរក្រោយយើងត្រូវតែជ្រុំជ្រែងដើម្បីឲ្យតបជួរមុខតបទល់មុខគាត់មានកម្លាំងមួយទៀតសូមបងប្អូនកុំព្យាយាមចែករំលែកវីដេអូណាដែលធ្វើឲ្យប៉ះពាល់ដល់សុខសុវត្ថិភាពទាំងផ្លូវកាយទាំងផ្លូវចិត្តរបស់រាជកងទ័ពយើងសូមបញ្ឈប់រាល់ព័ត៌មានជាពិសេសគឺយក AI មកធ្វើជាអាជីពរបស់ខ្លួនឯងកុំធ្វើជាត្រីងៀតឃ្លាតពងព្យាយាមកាត់បន្ថយឬក៏ឈប់ទៅអារឿង AI ហ្នឹង AI និយាយថា AI ខ្លះគឺវាអត់នាំប្រយោជន៍ទេវានាំតែបញ្ហាដាក់ឲ្យសង្គមឲ្យប្រទេសជាតិយើងស្របពេលប្រទេសជាតិយើងកំពុងបានត្រូវចោលឆ្លៀនពៀនអញ្ចឹងយើងគួរតែធ្វើយ៉ាងម៉េចគឺបញ្ឈប់ទៅសង្ឃឹមថាคลิปវីដេអូនេះបានជាការ alert មួយចំណែកតូចអញ្ចឹងដល់បងប្អូនកូនខ្មែរយើងដែលបានទស្សនាវីដេអូនេះសង្ឃឹមថាបងប្អូននឹងរួមគ្នាសាមគ្គីគ្នាបាទកុំឲ្យបែកបាក់ដោយសារតែមនុស្សមកក្តាប់តូចនៅក្រៅស្រុកខ្ញុំបើកវីដេអូបើក Facebook ទៅមើលទៅឃើញតែពួកប្រហែលអ្នកនឹងឯងពូកែញុះញង់ហុចដងដាវឲ្យទៅសត្រូវអញ្ចឹងនៅពេលនេះខ្ញុំមិនរំពឹងអ្នកក្រៅស្រុកទេគឺខ្ញុំមានតែបេះដូងមួយជឿជាក់នៅលើប្រមុខដឹកនាំរបស់យើងនិងបងប្អូននៅក្នុងស្រុករបស់យើងនេះឯង